ប្រធានបទនេះយើងនិយាយពីសមត្ថភាពពិតខ្ញុំចង់ឲ្យបងប្អូនយល់ថាវាជាសមត្ថភាពមួយដែលកើតចេញពីខ្លួនយើងមិនមែនជាការផ្ដោតឲ្យពីអ្នកដទៃទេអញ្ចឹងចង់មានន័យថាយើងធ្វើអីមួយក៏ដោយយើងត្រូវតែធ្វើឲ្យខ្លួនឯងទទួលបានសមត្ថភាពពិតមិនមែនជាសមត្ថភាពคล้ายមិនមែនសមត្ថភាពគ្រាន់តែនិយាយទៅបានគឺមានន័យថាយើងត្រូវតែជាមនុស្សម្នាក់ដែលអាចនិយាយបានហើយធ្វើបានទៀតអញ្ចឹងធ្វើអីមួយក៏ដោយគឺយើងកុំត្រឡប់ធ្វើលេងកុំត្រឡប់ប្រកែតែប្រូគឺមានន័យថាគឺជាត្រឡប់មួយដែលត្រូវធ្វើអីធ្វើយកសាច់ការថាបើថាអានសភៅអញ្ចឹងគឺអានឲ្យយល់ហើយអានឲ្យជ្រាបហើយអានឲ្យប្រណិប័តឲ្យបានមិនបានតែគ្រាន់តែប្រាប់គេកោកអីចឹងអាហ្នឹងគេមិនហៅថាសមត្ថភាពពិតទេហេតុអីបានចាំបាច់ត្រូវការសមត្ថភាពពិតពីព្រោះថាសមត្ថភាពពិតវាជារបស់មួយដែលពិតដូចមាសសុទ្ធអញ្ចឹងมันអាចខ្លាយបន្លំបានទេអញ្ចឹងកាលណាយើងមានសមត្ថភាពពិតណាយើងទៅរកទីណាក៏ដោយក៏យើងអាចទៅរកទីតាំងឬក៏ទៅរកឋានៈទូនទីរបស់យើងមកវិញបានដែរឲ្យតែយើងមានសមត្ថភាពពិតតែបើយើងអត់មានសមត្ថភាពពិតកន្លែងខ្លះយើងអាចឈរជើងបានព្រោះកន្លែងខ្លះយើងអាចឈរជើងអត់បានទេព្រោះកន្លែងដែលយើងឈរជើងបានជាការយើងអាចឈរជើងដោយសារតែខ្សែរយៈអីចឹងទៅដោយសារតែការសូបប៉ាន់អីចឹងទៅដោយសារតែការយប់យល់អីចឹងទៅអានឹងមិនមែនជាសមត្ថភាពពិតប្រាកដទេឧទាហរណ៍មានពូធ្វើការនៅនឹងមេអីចឹងទៅយើងចូលទៅយើងបានធ្វើធំធ្វើអីចឹងទៅអញ្ចឹងណាយើងមានអីគេមីងអីចឹងទៅគាត់ធំអីចឹងទៅគាត់ផ្ដាំផ្ញើគេអញ្ចឹងអានឹងមិនមែនជាសមត្ថភាពពិតទេមិនសមត្ថភាពពិតទេសមត្ថភាពពិតមានន័យថាយើងទៅណាក៏ដោយអត់ចាំបាច់ណាគេគឺគេត្រូវការយើងដោយខ្លួនឯងឧទាហរណ៍ថាយើងមានបងប្អូនមានខ្សែបណ្ដាញមានគេជួយអូខេអាហ្នឹងល្អហ្មងល្អហើយប៉ុន្តែយើងត្រូវតើរកសមត្ថភាពពិតដាក់ខ្លួនទៅដល់អញ្ចឹងទោះថាយើងមានខ្សែរយៈនោះក៏យើងត្រូវតែផឹងឲ្យខ្លាំងបំផុតឲ្យខ្លួនឯងមានសមត្ថភាពចឹងកាលណាយើងមានសមត្ថភាពយើងចេញពីស្ថាប័ននោះទៅស្ថាប័នផ្សេងទៅកន្លែងផ្សេងទៅកាន់ការងារផ្សេងក៏យើងនៅតែធ្វើបានខ្លាំងដែរនៅតែប្រកែហ្នឹងអញ្ចឹងគឺមិនឲ្យខ្លួនឯងទៅជំនះមានសមត្ថភាពកុំធ្វើឲ្យទៅរួចណាកុំធ្វើឲ្យទៅបានណាកុំធ្វើឲ្យទៅបានទៅប្រកែប្រូឲ្យគេថាអូយើងចេះយើងប្រកែយើងអីអាហ្នឹងវាមិនមែនជារបស់ពិតប្រាកដទេព្រោះកាលណាយើងអត់ពិតប្រាកដទៅវាអត់យូរអង្វែងយូរទេគេគង់តែមើលឃើញគេគ្រប់គ្នាជុំវិញខ្លួនយើងគឺមើលឃើញតែខ្លួនឯងហ្មងមើលដឹងណាចង់និយាយថាតែគេធ្វើការរបស់យើងរាល់ថ្ងៃគេជួបយើងស្គាល់យើងយូរទៅគេដឹងថាយើងប្រកែអីខ្លះប្រកែបានតែប្រូប្រកែបានតែនិយាយប្រកែបានតែអួតអាងឬក៏យ៉ាងម៉េចអីចឹងណាអាហ្នឹងវាធ្វើឲ្យយើងពិបាកអញ្ចឹងយើងត្រូវតែខំប្រឹងធ្វើអីមួយក៏ដោយកុំត្រឡប់យកគុណសម្បត្តិរបស់អ្នកទេយកមកដាក់ក្នុងខ្លួនឯងដែលធ្វើយើងបាត់បង់អ្វីដែលជាខ្លួនឯងបាត់បង់សមត្ថភាពពិតអញ្ចឹងបើដឹងតែយើងខ្សោយអ្វីយើងត្រូវធ្វើគឺខំប្រឹងមិនមែនចម្លងពីអ្នកដទៃមិនអីទេអញ្ចឹងដូចសិស្សក៏អញ្ចឹងដូចគ្នាដែររៀនឲ្យខ្លាំងប្រឡងយកលេខ1គឺលេខ1ខ្លួនឯងមិនមែនលេខ1ចម្លងពីសភៅឯកសារឬក៏លេខ1ដោយសារការចម្លងពីអ្នកដទៃទេព្រោះអាហ្នឹងវាអត់ពិតប្រាកដទេព្រោះវាមិនមែនជារបស់យើងចឹងយើងត្រូវប្រឹងខ្លួនយើងនឹងឲ្យមានសមត្ថភាពហ្មងឲ្យខ្លាំងឲ្យប្រកែណាព្យាយាមធ្វើឲ្យខ្លួនឯងពិតជាមានសមត្ថភាពហើយជឿជាក់លើខ្លួនឯងអញ្ចឹងមានតែខ្លួនយើងដែលដឹងខ្លួនយើងច្បាស់ថាយើងខ្លាំងប៉ុណ្ណាប្រកែប៉ុណ្ណាអញ្ចឹងណាដឹងតាមរយៈអីដឹងតាមរយៈការវាស់ស្ទង់វាស់វែកការប្រៀបធៀបទៅលើកម្រិតដែលយើងចង់ប្រៀបធៀបអីចឹងណាពេលនោះគឺយើងដឹងហើយយើងទទួលស្គាល់ការពិតឧមាថាយើងប្រឡងលើនឹងធ្លាក់ទទួលស្គាល់ថាយើងពិតជាធ្លាក់មែនប៉ុន្តែទទួលស្គាល់នោះមិនមែនថាទទួលស្គាល់ដើម្បីបាក់ទឹកចិត្តខ្លួនឯងមែនទេទទួលស្គាល់ដើម្បីឲ្យយើងមានឱកាសក្នុងការវិវត្តវាឲ្យល្អប្រសើរមិនទទួលស្គាល់ថាខ្ញុំល្ងងរៀនចេះមិនមែនអញ្ចឹងខ្ញុំធ្វើលើកនឹងខុសមែនដោយសារខ្ញុំរៀនតិចខ្ញុំរៀនស្ទើរអញ្ចឹងខ្ញុំត្រូវតែរៀនឲ្យបានច្រើនជាងមុនឲ្យបានចេះដឹងជាងមុនអញ្ចឹងអីក៏ដោយមនុស្សអាចរៀនបានទាំងអស់ផ្នែកអីក៏ដោយជំនាញអីក៏មនុស្សអាចរៀនបានដែរសំខាន់យើងទទួលស្គាល់ហើយយើងដាក់ចិត្តដាក់កាយក្នុងការរៀនជំនាញលក់ជំនាញនិយាយស្ដីអីសិតតែរបស់រៀនបានភ្លេងអីតន្ត្រីអីច្រៀងរាំសិតតែអ្វីដែលមនុស្សអាចរៀនបានការងារសិលធម៌អត្តចរិតក៏រៀនបានដែរសិតតែអាចរៀនលុតពុតលុតដំបានតែទាំងអស់ហ្នឹងអញ្ចឹងសំខាន់យើងតាំងចិត្តហើយអ្វីដែលជាការពិតនឹងយកមកដាក់ខ្លួនឯងទៅកុំនិយាយថាធ្វើឲ្យទៅបានអញ្ចឹងឮគេនិយាយអញ្ចឹងសូត្រទ្រឹស្ដីម៉ាត់ពីម៉ាត់តាមគេអញ្ចឹងទៅឲ្យគេសរសើរចេះដឹងអាហ្នឹងយើងអត់ប្រយោជន៍អត់មានតម្លៃទេយូរទៅគេដឹងហើយគេថាយើងមានតែសម្បកអីចឹងយើងអត់ទេត្រូវតែមានឲ្យពិតប្រាកដបាទអញ្ចឹងយើងសង្ឃឹមថាប្រធានបទហ្នឹងអាចជួយឲ្យបងប្អូនយកទៅពិចារណាហើយខំប្រឹងឡើងកុំធ្វើលេងកុំឲ្យខាតពេលបាទសូមអរគុណ